សួស្តីពុកម៉ែបងប្អូនជួបគ្នាសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំមានម្ហូបមួយមុខចង់បង្ហាញបងប្អូនទស្សនាថ្ងៃនេះបុកកំពឹសអំពិលខ្ចីបាទបងប្អូនតោះកុំឲ្យខាតពេលយូរសូមបងប្អូនជួយចុច Subscribe និងសញ្ញាកណ្ដឹងដើម្បីឲ្យខ្ញុំបានប្រឹងធ្វើវីដេអូនេះដើម្បីឲ្យបងប្អូនទស្សនាបន្តទៀតតោះកុំឲ្យខាតពេលយូរមកទស្សនាការធ្វើទាំងអស់គ្នាបងប្អូនហើយនេះបន្លែយើងបន្លែដែលស្ទាប់ជាមួយបុកកំពឹសអំពិលខ្ចីរបស់យើងមានក្រូចមានសណ្តែកគួរមានតាយ៉ងចេកហើយមានការ៉ុតហើយនឹងបងប្អូនតោះមកខាត់ពេលយើងទស្សនាការធ្វើនេះយើងដាក់ខ្ទឹមសបន្តិចមកខ្ទឹមក្រហមបន្តិចម្ទេសបុកចូលគ្នាមកអានេះយើងបុកឲ្យវារៀងល្អបន្តិចបុកបន្ទាប់ពីយើងបុករៀងល្អរួចយើងត្រូវដាក់អំពិលចូលដើម្បីបុកឲ្យវាមានរសជាតិជូរមានរសជាតិឆ្ងាញ់បន្ទាប់ពីយើងបុកម្ទេសខ្ទឹមអំពិលចូលគ្នារួចយើងដាក់ទឹកប្រហុកបន្តិចមកដើម្បីឲ្យវារសជាតិឈ្ងុយទឹកប្រហុកបាទមកយើងដាក់ក្រូចក៏បានដែរបងប្អូនបើមានពេលដាក់ក្រូចក៏បានដែរតែនេះខ្ញុំបុកកំចេងមកបន្តិចមកបងប្អូននេះចេងមកកូនស្លាបព្រាមកហើយយើងថែមស្ករមកស្លាបព្រាទៀតមកដាក់មកមុំសិនបងប្អូនហើយបើយើងខ្វះខាតនេះចាំយើងដាក់បន្តថែមទៀតនេះយើងដាក់ឲ្យវាចូលបន្ទាប់ពីយើងបុកចូលច្បល់វាមើលរសជាតិមើមហើយយើងចាប់ដើមដាក់សណ្តែកគួរចូលសណ្តែកគួរយើងបុកកុំឲ្យវាតិចពេកបងប្អូនបុកខ្ញុំកំពឹសចូលដើម្បីឲ្យវាចូលជាតិនេះបងប្អូនចង់ស្រុះក៏បានកំពឹសនេះចង់ស្រុះក៏បានចង់ឆៅនេះក៏បានដែរប៉ុន្តែខ្ញុំចូលចិត្តបែបរៀងឆៅចេះបងប្អូនខ្លះគាត់រត់ទៅចេះហូបឆៅគាត់អាចចម្អិនស្រុះវាបន្តិចក៏បានដែរតែខ្ញុំចូលចិត្តបែបរៀងឆៅចេះហើយនេះបុកកំពឹសយើងសណ្តែកគួររួចរាល់ហើយបងប្អូននេះមើលទំនងអត់បងប្អូនបុកកំពឹសសណ្តែកគួរយើងឥឡូវហើយ 100% បងប្អូននេះយើងដួសដាក់ចានមកបុកកំពឹសយើងហើយ 100% ហើយបងប្អូនសូមអរគុណបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំរហូតដល់ចប់សូមអរគុណបងប្អូនបាយបាយ